ណា សមត្ថកិច្ចឃាត់ខ្លួនបានហើយជនសង្ស័យដែលដុតសម្លាប់ក្មេងៗ8នាក់និងអាកម្នាក់នៅក្នុងផ្ទះនៅវេលាម៉ោង5ព្រឹកថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025នៅចំណុចផ្ទះចំការស្វាយចន្ទីស្ថិតក្នុងភូមិទួលសម្បួរឃុំទួលសម្បួរស្រុកស្ទឹងត្រង់មានករណីឃាតកម្មមួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះសុបិនមីនីអាយុ21ឆ្នាំរស់នៅភូមិគីឡូ10ឃុំអរិយថ្នោតស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមជននេះបានកាប់សម្លាប់និងដុតប្រពន្ធយាយនិងក្មួយសាច់ថ្លៃសរុបអស់ចំនួន9នាក់មួយឈ្មោះស្រុនស្រឿនភេទស្រីអាយុ67ឆ្នាំរស់នៅទួលសម្បួរឃុំទួលសម្បួរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម2ឈ្មោះធាតាំងលីភេទស្រីអាយុ20ឆ្នាំរស់នៅភូមិទួលសម្បួរឃុំទួលសម្បួរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម3ឈ្មោះស៊ីមវិសាលភេទស្រីអាយុ14ឆ្នាំរស់នៅភូមិទួលសម្បួរឃុំទួលសម្បួរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម4ឈ្មោះផាបូតាភេទប្រុសអាយុ13ឆ្នាំរស់នៅភូមិទួលសម្បួរឃុំទួលសម្បួរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម5ឈ្មោះផាស្រីតានភេទស្រីអាយុ11ឆ្នាំរស់នៅភូមិទួលសម្បួរឃុំទួលសម្បួរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម6ឈ្មោះធាថាភេទប្រុសអាយុ7ឆ្នាំរស់នៅភូមិទួលសម្បួរឃុំទួលសម្បួរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម7ឈ្មោះផាសុភ័ក្រភេទប្រុសអាយុ7ឆ្នាំរស់នៅភូមិទួលសម្បួរឃុំទួលសម្បួរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម8ឈ្មោះផាសំភ័សភេទស្រីអាយុ5ឆ្នាំរស់នៅភូមិទួលសម្បួរឃុំទួលសម្បួរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនិង9ឈ្មោះណាតនាងភេទស្រីអាយុ21ឆ្នាំរស់នៅភូមិទួលសម្បួរឃុំទួលសម្បួរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបច្ចុប្បន្នជនសង្ស័យឈ្មោះសុបិនវិនីខាងលើត្រូវបាននគរបាលស្នងការខេត្តឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនីតិវិធី